បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះគឺជាការប្រកួតបាទរវាងខ្សែទឹកខាងក្រៅបាទដែលមានឯកសន្តានពណ៌បាទលឿងរៀងស្លាទុំបាទលឿងចាស់បាទស្ថិតនៅខ្សែទឹកខាងក្រៅគឺជាទូកដែលមានឈ្មោះថារតនៈសង្គមពងពីអណ្ដែតសែនជ័យបាទទូកនេះគឺស្ថិតនៅក្នុងវត្តបាទសវណ្ណឧសៀនហៅវត្តវីរបងបាទភូមិវីរបងក្រោមឃុំអង្គរអង្គបាទស្រុកពីមជោខេត្តព្រៃវែងបាទចំណែកឯខ្សែទឹកខាងក្នុងបាទដែលមានឯកសន្តានពណ៌លឿងខ្ចីនេះបាទគឺជាទូកដែលមានឈ្មោះថាបាទពិជ័យកុមារតេជោសែនជ័យបាទទូកនេះគឺស្ថិតនៅក្នុងវត្តពិជ័យរាំងសីបាទឃុំពុកឫស្សីស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលបាទឥឡូវឃើញថាខ្សែទឹកខាងក្រៅបាទរតនៈសង្គមពងពីអណ្ដែតសែនជ័យបាទមានព្រៀបខ្លាំងបាទក្នុងជើងទី1បាទទូកនេះល្អមែនតើបាទនៅក្នុងខេត្តព្រៃវែងបាទហើយបាទត្រូវជួបនឹងម្ចាស់ផ្ទះបាទក្នុងជើងទី1នេះជួបម្ចាស់ផ្ទះបាទវិជ័យកុមារតេជោសែនជ័យបាទឥឡូវមកដល់ទីព្រាត់បាទខ្សែទឹកខាងក្រៅបាទតាមតនទេខាងក្នុងបាទខ្សែទឹកខាងក្រៅបាទរតនៈសង្គមពងពីអណ្ដែតសែនជ័យបាទទទួលជ័យជំនះបាទស្កតប្រហែលជា 4-5 ខ្ទង់ទេបាទឥឡូវយើងផ្លាស់ប្ដូរខ្សែទឹកបាទពិជ័យកុមារតេជោសែនជ័យផ្លាស់ទៅនៅខ្សែទឹកខាងក្រៅបាទចំណែកឯរតនៈសង្គមពងពីអណ្ដែតសែនជ័យនេះបាទផ្លាស់មកនៅខាងក្នុងវិញបាទទូករតនៈសង្គមពងពីអណ្ដែតសែនជ័យនេះគឺបាទនៅថ្ងៃទី1បាទមុនការប្រកួតមួយថ្ងៃបាទដូចជាមានបញ្ហាផងបាទដូចជាបាក់ក្តារសាបបាទបាក់ក្តារប្រក្រាបហ្នឹងបាទឃើញពេលគាត់រកលបឿនបាទមុនការប្រកួតមួយថ្ងៃប៉ុន្តែដូចជាជាងគាត់ចុះចូលតន់បាទតន់ពេលវេលាហើយល្អទេទូកនេះលបឿនបាទនៅក្នុងខេត្តព្រៃវែងបាទស្រុកពីមជោបាទឥឡូវឈ្នះមួយជើងទី1ឈ្នះមួយជើងហើយបាទឥឡូវជើងទី2នេះបាទហាក់ដូចជាចាញ់ព្រៀបបាទបច្ចេកកុមារបាទម្ចាស់ផ្ទះវិញបន្តិចតែទូកនេះលបឿនប្រហាក់ប្រហែលគ្នាមែនតើមួយជើងម្នាក់ទូកបាទឥឡូវឃើញថាមួយជើងម្នាក់បាទខ្សែទឹកខាងក្រៅបាទបច្ចេកកុមារ